បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទស្សនិកជនជាទីគោរពបាទនៅក្នុងថ្ងៃនេះជួបជាមួយខ្ញុំបាទ Mr. AC បាទនេះខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកជួបនឹងរឿងរ៉ាវតាក់ទងជាមួយនឹងរឿងរ៉ាវរបស់បាទអ្នកនាងឈិនសុធារីបាទអញ្ចឹងយើងដឹងហើយថាអ្នកនាងឈិនសុធារីបាទមួយរយៈមុនមានបញ្ហាបាទនៅក្នុងគ្រួសាររបស់គាត់បាទមានភាពរង្គោះរង្គើដោយសារតែការប្រច័ណ្ឌស្វាមីជាមួយនឹងស្រីផ្សេងបាទអញ្ចឹងយើងដឹងហើយថាគណៈពេលក្រោយនេះបាទចូលឆ្នាំ2017នេះបាទចំពោះបាទគ្រួសាររបស់ឈិនសុធារីក៏បានផ្អែមល្ហែមបាទដូចដើមវិញបាទហើយកាលពីថ្ងៃខួបកំណើតកូនប្រុសស្រីបាទរបស់គាត់បាទកាលពីប្រហែលថ្ងៃមុននេះបាទគាត់បានប្រកាសក្តែងក្រែងថាគាត់លេងចង់បានកូនទៀតហើយបាទលេងចង់បានកូនទៀតហើយបាទខណៈដែលពួកគាត់មានកូនប្រុសស្រីមួយគូរួចទៅហើយបាទនៅក្នុងពិធីខួបកំណើតកូនមួយឆ្នាំបាទឈិនសុធារីបានអះអាងថាក្រៅពីចង់ជួបជុំបងប្អូននិងមិត្តសិល្បៈបាទនាងក៏ចង់មានបំណងចង់បង្ហាញឲ្យគេបានដឹងថាបាទចំណងអាពាហ៍ពិពាហ៍របស់នាងជាមួយនឹងលោកសវណ្ណមករាបានវិលមករកភាពសភាពដើមវិញហើយបន្ទាប់ពីមុននេះបាទល្អកកដោយសារតែការយល់ច្រឡំតែនាងក៏បានប្រកាសផងដែរថានាងនឹងសម្រេចចិត្តមិនយកកូនបន្ថែមទៀតនោះទេបាទអញ្ចឹងឈិនសុធារីក៏បានប្រកាសនៅចំពោះមុខអ្នកសិល្បៈនិងសាច់ញាតិថានាងសម្រេចចិត្តមិនយកកូនបន្ថែមទៀតទេបើទោះបីជាចំណងអាពាហ៍ពិពាហ៍របស់នាងនិងលោកសវណ្ណមករាលេងល្អកកក៏ដោយបាទនៅក្នុងពិធីខួបកំណើតមួយឆ្នាំនៃកូនភ្លោះរបស់ឈិនសុធារីដែលប្រារព្ធបាទធ្វើឡើងកាលពីថ្ងៃទី27ខែកុម្ភៈបាទឆ្នាំ2017បាទនៅភោជនីយដ្ឋានមួយម្ដុំទូលគោកបាទតារាចម្រៀងរូបនេះបានថ្លែងអំណរគុណបាទចំពោះការចូលរួមពីភ្ញៀវកិត្តិយសបាទនៅក្នុងនោះនាងក៏បានលើកឡើងផងដែរថាត្រឹមតែកូនប្រុសបាទស្រីចំនួន2នាក់នេះបាទគឺនាងលំបាកណាស់ទៅហើយបាទដោយនាងស្ទើរតែរកពេលសម្រាប់ខ្លួនឯងមិនបានផងបាទអញ្ចឹងធម្មតាទេយើងមានកូនម្ដងសុទ្ធតែ2បាទកូនប្រុសមួយកូនស្រីមួយទៀតបាទកូនមួយចាក់បញ្ចង់ឈ្នះផងតម្រាំតែកូន2បាទអញ្ចឹងទោះបីជាពិបាកយ៉ាងណាប៉ុន្តែយើងឃើញថាបាទយើងបានកូនម្ដង2ប្រុសហើយស្រីគួរឲ្យស្រឡាញ់ទៀតអញ្ចឹងយកតែម្ដងគឺហើយតែម្ដងបាទនៅពេលដែលនាងបានខ្លាយទៅជាម្ដាយរបស់គេបាទនាងហាក់ដូចជាមានការយល់ច្បាស់ពីការពោលពោះបាទគឺវាមានភាពលំបាកបាទណាមិនងាយឡើយបាទទ្រាំសម្រាលកូនម្ដងបាទនាងចាត់ទុកថាសម្រាលបានកូនភ្លោះវាហាក់បីដូចជាភ័ព្វសំណាងសម្រាប់នាងទៅហើយបាទព្រោះនាងមិនលំបាកក្នុងការពោលពោះ2ដងនោះទេបាទម្យ៉ាងកូនប្រុសស្រីទាំង2នាក់គឺគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសាររបស់នាងហើយបាទសូមបីស្វាមីរបស់នាងគឺលោកសវណ្ណមករាក៏យល់ស្របទៅនឹងមូលហេតុដែលនាងបានលើកឡើងនេះផងដែរបាទអញ្ចឹងការលើកឡើងរបស់នាងនេះគឺមានការយល់ស្របទាំងពីរតែម្ដងបាទនាងថាបានតែ2ហ្នឹងគឺរួចខ្លួនហើយបាទពោលពោះម្ដងបាន2បាទចំណងអាពាហ៍ពិពាហ៍របស់ឈិនសុធារីនិងលោកសវណ្ណមករាធ្លាប់ត្រូវបានគេសង្ស័យថាបាទបានកាត់ផ្ដាច់បាទដោយសារតែមានអ្នកទី3មកជ្រៀតជ្រែកបាទដោយសារតែកន្លងមកបាទនាងតែងតែបង្ហាញសារត្អូញត្អែបាទនឹងភាពអសៅម៉ងនៅតាមបណ្ដាញសង្គម Facebook ជាបន្តបន្ទាប់បាទដូច្នេះតាមរយៈការបង្ហោះបាទបង្ហាញភាពស្និទ្ធស្នាលគ្នាបាទឡើងវិញនឹងបានរៀបចំពិធីខួបកំណើតឲ្យកូនភ្លោះរបស់ពួកគេនេះបាទវាជាសញ្ញាបញ្ជាក់ឲ្យឃើញថាមិនបែកបាក់គ្នាទៀតឡើយបាទអញ្ចឹងការបង្ហាញភាពមិនបែកបាក់គ្នាការបង្ហាញពីសេចក្តីស្រឡាញ់នៅក្នុងគ្រួសារនេះបាទពុកម៉ែបងប្អូននៅលើបណ្ដាញសង្គម Facebook ជាច្រើនក៏បានចូលរួម comment បាទអបអរសាទរត្រេកអរចំពោះបាទស្នេហារបស់អ្នកទាំងពីរបាទឲ្យបានស្រឡាញ់គ្នាកុំឲ្យបែកបាក់គ្នាដោយតារាផ្សេងៗឲ្យសោះបាទចឹងរឿងរ៉ាវមួយនេះយើងខ្ញុំក៏សូមបញ្ចប់ត្រឹមនេះផងដែរអរគុណច្រើនសម្រាប់ការតាមដានរបស់ពុកម៉ែបងប្អូនតាំងពីដើមរហូតមកដល់ទីបញ្ចប់បាទសូមអរគុណច្រើនសូមជម្រាបលា